សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូននិងទស្សនិកជនទាំងអស់ដែលកំពុងតាមដានជាមួយនឹងខ្ញុំបាទ Mr. KC ថ្ងៃនេះ Mr. KC សូមលើកយករឿងរ៉ាវទាក់ទិនទៅនឹងកញ្ញាវណ្ណឡាធូរចិត្តពេលចេញទៅអូស្ត្រាលីថ្ងៃស្អែកដំបូងវណ្ណឡាហាក់ដូចជាស្ទាក់ស្ទើរក្នុងការចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីប៉ុន្តែក្នុងថ្ងៃនេះវណ្ណឡាបានបង្ហាញនូវអារម្មណ៍ធូរស្រាលក្នុងចិត្តដែលបានចេញទៅប្រទេសអូស្ត្រាលីតាមគម្រោងដែលបានគ្រោងទុកក្នុងថ្ងៃទី7ខែកក្កដាស្អែកនេះវណ្ណឡានឹងឡើងយន្តហោះទៅសម្ដែងនៅឯប្រទេសអូស្ត្រាលីរួមជាមួយតារាចម្រៀងមួយចំនួនទៀតដូចជាលោកអានគុនកាឡានិងលោកអេលិចចិនត្រាជាដើមតាមគម្រោងវណ្ណឡាសម្ដែងនៅទីនោះរយៈពេល1ខែទៅ5សប្តាហ៍ហើយនាងចេញទៅសម្ដែងភ្លាមៗនៅថ្ងៃទី9ខែកក្កដានេះបន្ទាប់ពីនាងទៅដល់តាមប្រភពព័ត៌មានពីអ្នកនៅប្រទេសអូស្ត្រាលីបានឲ្យដឹងថាមានបងប្អូនខ្មែរជាច្រើនកំពុងរងចាំវត្តមានរបស់កញ្ញាវណ្ណឡាហើយចាប់តាំងពីបែកធ្លាយរូបអាក្រាតរបស់នាងកាន់តែធ្វើឲ្យគេមានការចាប់អារម្មណ៍ជាខ្លាំងទៅលើកញ្ញាវណ្ណឡាផងដែរជាមួយនឹងការត្រៀមខ្លួនចេញទៅប្រទេសអូស្ត្រាលីនៅថ្ងៃស្អែកនេះវណ្ណឡាមានអារម្មណ៍រីករាយជាងមុនជាច្រើនហើយមីតាវីរបស់នាងក៏បានអនុញ្ញាតឲ្យកញ្ញាវណ្ណឡាទៅសម្ដែងនៅក្រៅប្រទេសដោយក្តីរីករាយផងដែរបាទបើយើងក្រឡេកមើលទៅកាន់គេហទំព័រខ្មែរក្នុងស្រុកយើងមួយទៀតគឺប៉ុស្តិ៍ញូក៏បាននិយាយថាវណ្ណឡាមេធាវីឲ្យចេញទៅអូស្ត្រាលីចាត់ទុកជាដំណឹងវិជ្ជមានដែលតារាចម្រៀងប្រចាំផលិតកម្មភ្លេងរេខតកញ្ញាសុកច័ន្ទដាហៅវណ្ណឡាត្រូវបានមេធាវីអនុញ្ញាតឲ្យចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីតាមការគ្រោងទុកនាងនឹងធ្វើដំណើរចាក់ចេញពីកម្ពុជានៅថ្ងៃទី7កក្កដាស្អែកនេះហើយទោះបីជាពេលវេលាត្រឡប់មកវិញនៅមិនទាន់មានកំណត់ឡើយកញ្ញាវណ្ណឡាបានថ្លែងប្រាប់ថាក្រោយពេលជជែកគ្នាយ៉ាងលម្អិតជាមួយនឹងមេធាវីរបស់នាងបានសម្រេចឲ្យនាងធ្វើដំណើរទៅសម្ដែងនៅប្រទេសអូស្ត្រាលីហើយតបតាមការធានារបស់សមាគមខ្មែរនិងក្រុមនៅក្នុងប្រទេសនោះដែលស្នើឲ្យនាងចេញទៅច្រៀងតាំងពីមិនទាន់មានរឿងនឹងត្រូវបានអនុញ្ញាតឲ្យចាក់ចេញទៅប្រទេសអូស្ត្រាលីបន្ទាប់ពីនាងក៏បានប្រគល់ភស្តុតាងនិងបញ្ជាក់ខ្លឹមសារយ៉ាងលម្អិតពាក់ព័ន្ធទៅនឹងរឿងរ៉ាវប្តឹងផ្ដាល់និងបានប្រគល់សិទ្ធិឲ្យមេធាវីបំពេញកិច្ចការជំនួសវិញមុនកិច្ចការជំនួសមុខនាងលើបណ្ដឹងទាំងស្រុងមុនពេលទទួលបានសិទ្ធិនេះនាងបានបង្ហាញនៅអារម្មណ៍ភ័យខ្លាំងខ្លាចមិនត្រូវបានអនុញ្ញាតឲ្យចេញទៅសម្ដែងផងដែរដោយសារតែនាងត្រូវឆ្លើយបំភ្លឺនៅដោះស្រាយបញ្ហាភាគច្រើនពាក់ព័ន្ធទៅនឹងបណ្ដឹងលើជនអនាមិកដែលបានបង្ហោះរូបអាក្រាតនាងបានបញ្ជាក់មុនពេលបានដំណឹងចេញទៅប្រទេសអូស្ត្រាលីថាដោយសារតែបញ្ហាបណ្ដឹងមេធាវីអាចមិនឲ្យនាងចេញទៅទេអញ្ចឹងហើយទើបគេកម្រងទៅសម្ដែងនៅអូស្ត្រាលីនេះមិនអាចមិនទាន់ប្រកាសថាយ៉ាងម៉េចនោះទេអញ្ចឹងរឿងនេះគឺជាការកៅមុនដែលគាត់បានអះអាងសន្យាក៏បានថ្លែងប្រាប់ដែរថារឿងតាក់ទិននឹងទៅសម្ដែងនៅប្រទេសអូស្ត្រាលីនឹងជាមួយនឹងសម្ដែងដែលធ្វើឲ្យទន្ទឹមនៅការសម្ដែងរបស់អ្នកនាងនៅអូស្ត្រាលីខកចិត្តកាលមុននោះហាក់ធ្វើឲ្យមានការចាប់អារម្មណ៍នឹងសាលតឡើងវិញបន្ទាប់ពីនាងបានបញ្ជាក់ថាមេធាវីបានអនុញ្ញាតឲ្យនាងចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី7ខែកក្កដានេះការប្រកាសរបស់នាងក៏ធ្វើឲ្យនាងធូរទ្រង់និងធ្វើឲ្យក្រុមអ្នកធានានាងយកទៅសម្ដែងសប្បាយចិត្តផងដែរវណ្ណឡាបានប្រាប់គេហទំព័ររបស់ប៉ុស្តិ៍ញូថាពាក់ព័ន្ធទៅនឹងបញ្ហានេះដែរឥឡូវនេះខ្ញុំទៅអូស្ត្រាលីបានហើយបន្ទាប់ពីមេធាវីខ្ញុំគាត់ថាអាចឲ្យទៅបានខ្ញុំត្រូវឡើងយន្តហោះនៅថ្ងៃទី7ខែកក្កដាហ្នឹងតែអត់ទាន់ដឹងម៉ោងឲ្យច្បាស់ទេគឺដឹងត្រឹមតែពេលយប់ប៉ុណ្ណោះ
តាមគម្រោងរបស់កញ្ញាវ៉ានីឡានឹងចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីរយៈពេល1ខែដល់យប់ថ្ងៃទី9ខែកក្កដាគឺយប់បើកឆាកនៃការសម្ដែងរបស់នាងតារាដែលរួមដំណើរទៅក្នុងគម្រោងនេះរួមមានលោកអានតុងកាឡាលោកអេឡេចិត្រាកញ្ញាអេមីនិងកញ្ញាធីដាជាដើមមានការបញ្ជាក់ថាអ្នករស់នៅអូស្ត្រាលីបានទិញសម្បត្តិចាំមើលការសម្ដែងរបស់នាងច្រើនបន្ទាប់ពីម្នាក់បានស្គាល់នាងច្បាស់តាមរយៈព័ត៌មានចុងក្រោយគឺព័ត៌មានលេចឮថានាងមានរឿងអាស្រ័យនេះផងដែរបាទតេតិនទៅនឹងរឿងរ៉ាវរបស់កញ្ញាវ៉ានីឡាខ្ញុំបាទ Mr. KC គេសូមបញ្ចប់ប៉ុន្តែប៉ុណ្ណាតេតិនទៅនឹងរឿងរ៉ាវហើយនឹងមូលហេតុដែលគាត់ទៅសម្ដែងនៅប្រទេសអូស្ត្រាលីផងដែរ Mr. KC ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូនដែលបានយកចិត្តទុកដាក់និងបានគាំទ្រមកលើ Channel YouTube របស់ Mr. KC ផ្ទាល់ផងដែរសូមអរគុណសូមឲ្យពុកម៉ែបងប្អូនមានសំណាងល្អសុខភាពល្អសបោសបាយហូរហៀល្អមានអាយុវែងល្អរស់ស៊ីមានបានល្អមានគូសង្សារល្អអ្នកមិនទាន់មានគូល្អទាំងអស់យើងទៅអរគុណសូមគោរពអរកាយគ្រប់លា